បងប្អូនអ្នកគ្នាមកអាននៅក្បួនទី3ផលិតវីដេអូអញ្ចឹងចង់ដឹងថាការផលិតវីដេអូយើងត្រូវចាប់ផ្ដើមពីណាទៅណាយើងមកអាននៅកន្លែងចំណុចក្បួនទី3នឹងទាំងអស់គ្នាបងប្អូនអញ្ចឹងបងប្អូនកុំតន់តាណាបងប្អូនមកស្ដាប់ការអានរបស់ខ្ញុំនៅក្បួនទី3ទាំងអស់គ្នាបងប្អូនអត់វែងទេបងប្អូនវីដេអូតិចតិចតែខ្លឹមមកបងប្អូនចំណុចមួយហ្នឹងខ្ញុំខ្ជិលអានទាំងអស់ទាំងម្ដងព្រោះបើសិនជាខ្ញុំអានទាំងអស់ខ្ញុំពិបាកក្នុងការស្ដាប់តែបើសិនជាខ្ញុំធ្វើមួយចំណុចអញ្ចឹងខ្ញុំងាយស្រួលក្នុងការស្ដាប់ខ្លួនឯងហើយក៏បងប្អូនពេលដែលបងប្អូនស្ដាប់ក៏បងប្អូននឹងយល់ដែរបងប្អូនអ្នកគ្នាអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងមកអាននៅក្បួនទី3ផលិតវីដេអូគឺជាក្បួនទីផ្សារមួយដែលធ្វើឲ្យមនុស្សស្គាល់ផលិតផលថ្មីរបស់អ្នកលឿនបំផុតមានសំណួរច្រើនបានសួរមកខ្ញុំថាហេតុអ្វីយុទ្ធសាស្ត្រវីដេអូគឺជាយុទ្ធសាស្ត្រល្អបំផុតដែលធ្វើឲ្យគេស្គាល់ផលិតផលរបស់យើងអ្នកវិទ្យាសាស្ត្របានរកឃើញថាខួរក្បាលមនុស្សឆាប់ចាប់បានរឿងគឺអារម្មណ៍រំភើបនិងមនោសញ្ចេតនាខួរក្បាលមនុស្សចងចាំខ្លាំងបំផុតគឺវីដេអូដែលនិយាយពីសាច់រឿងនៅក្នុងផលិតផលហើយពួកគេនឹងចាំផលិតផលរបស់អ្នកពេញបេះដូងកាលពីឆ្នាំ2018ខ្ញុំបានរកឃើញក្រុមហ៊ុន Ford អនុវត្តជោគជ័យនៅក្នុងការបង្ហាញរថយន្តស៊េរីទំនើបរបស់ខ្លួនដោយប្រើយុទ្ធសាស្ត្រវីដេអូសាច់រឿងខ្លីមួយធ្វើឲ្យផលិតផលថ្មីរបស់ខ្លួនល្បីលឿនបំផុតរឿងខ្លីនោះមានចំណងជើងថាបុរស The Man ដែលអ្នកផលិតវីដេអូបានរំលេចពីសុភមង្គលនៅក្នុងក្រុមគ្រួសារតូចមួយដែលបុរសជាប្តីពុះពៀខ្លាំងបំផុតដើម្បីជីវភាពគ្រួសារវីដេអូមួយនេះបានរំលេចពីតួនាទីជាច្រើនរបស់រថយន្ត Ford ដែលជួយបម្រើឲ្យគ្រួសារមួយនេះទទួលបានជោគជ័យសម្រេចនៅក្តីស្រមៃហើយឆ្លងកាត់ការលំបាកជាច្រើនដែលវីដេអូមួយនេះបានជួយឲ្យ Ford ល្បីលឿនបំផុតយុទ្ធសាស្ត្រវីដេអូគឺជាយុទ្ធសាស្ត្រល្អលេខ1នៅក្នុងការផ្សព្វផ្សាយនៅក្នុងនោះធាតុសំខាន់របស់វីដេអូគឺគុណភាពសាច់រឿងនិងការបង្ហាញផលិតផលដែលធាតុសំខាន់3នេះនឹងធ្វើឲ្យផលិតផលថ្មីរបស់អ្នករីកសាយបានលឿនបំផុតនៅក្នុងទីផ្សារបងប្អូនអ្នកគ្នាចំណុចទី3គឺយើងបានអានហើយបងប្អូនទាក់ទងទៅនឹងផលិតវីដេអូបងប្អូនចំណុចមួយនេះគឺពេលដែលខ្ញុំអានហើយគឺខ្ញុំនឹកឃើញតែម្ដងពួកខ្ញុំបានអូស Facebook អូសនៅប្រព័ន្ធ social media ផ្សេងបងប្អូនពេលដែលបងប្អូនយើងធ្វើការថតរឿងគឺគាត់តែងតែលើកផលិតផលនឹងតែម្ដងថតរឿងនិយាយទៅគឺពេលដែលគាត់ថតរឿងគឺតែងតែមានផលិតផលនៅពីក្រោយហើយអញ្ចឹងយុទ្ធសាស្ត្រហ្នឹងគឺទាក់ទងទៅនឹងក្បួនទី3ហ្នឹងឯងបងប្អូនផលិតវីដេអូអញ្ចឹងសម្រាប់បងប្អូនយើងស្ដាប់ពីដើមដល់ចប់បងប្អូនយល់យ៉ាងណាដែរបងប្អូនព្រោះចំណុចទី3នេះគឺល្អខ្លាំងមែនទែនផលិតវីដេអូហើយពេលដែលអានទៅពេលដែលយើងកំពុងតែអានណាខួរក្បាលរបស់យើងគឺចាប់ផ្ដើមគិតថាយើងជួបអីគេខ្លះអញ្ចឹងណាបងប្អូនព្រោះពេលដែលខ្ញុំកំពុងអានខ្ញុំខួរក្បាលខ្ញុំកំពុងតែគិតហើយកន្លែងចំណុចមួយនេះបងប្អូននឹងស្រាប់ហើយពេលដែលបងប្អូនមើល Facebook បងប្អូនតែងតែឃើញគេសម្ដែងរឿងពេលដែលសម្ដែងរឿងអញ្ចឹងទៅគឺខ្ញុំមិនចាំបាច់ឧទាហរណ៍ច្រើនទេខ្ញុំឧទាហរណ៍តែមួយទេបងប្អូនស្គាល់ The Troll Cambodia អត់បងប្អូនពេលដែលគាត់សម្ដែងរឿងគឺយើងទៅសប្បាយមែនទែនសប្បាយគឺនិយាយទៅរឿងគាត់មួយគឺសប្បាយសើចមែនទែនប៉ុន្តែរឿងគាត់នីមួយសុទ្ធសឹងតែប្រកបទៅដោយអត្ថន័យបងប្អូនឃើញវីដេអូគាត់មួយតែងតែមានផលិតផលនៅពីក្រោយវីដេអូឬក៏ក្បាលវីដេអូបងប្អូនឃើញកន្លែងហ្នឹងអត់អាហ្នឹងគឺជាចំណុចពិសេសបងប្អូនអ្នកគ្នាហើយវីដេអូមួយនេះក៏មានតែប៉ុណ្ណឹងបងប្អូនអ្នកគ្នាខ្ញុំមិនចាំបាច់ឧទាហរណ៍ច្រើនវែងឆ្ងាយទេនាំតែបងប្អូនជឿក្បាលអញ្ចឹងតែប៉ុណ្ណឹងឯងបងប្អូនយើងជួបគ្នានៅវីដេអូបន្តទៀតនៅក្បួនទី4បងប្អូនអ្នកគ្នាក្បួនទី4គេនិយាយតាក់ទងទៅនឹងសាច់រឿងនេះបងប្អូនក្បួនទី4និយាយពីសាច់រឿងអញ្ចឹងចង់ដឹងថាសាច់រឿងគេទៅសេអីខ្លះយើងជួបគ្នានៅវីដេអូបន្តទៀតវីដេអូមួយនេះក៏មានតែប៉ុណ្ណឹងបងប្អូនអ្នកគ្នាជួបគ្នានៅក្បួនទី4